ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Cooking with My Mem ខានចេញវីដេអូជូនបងប្អូនយូរហើយដោយសារតែ admin រវល់អញ្ចឹងណាថ្ងៃនេះមកបង្ហាញមុខម្ហូបមួយបែបលើរដូវកាលភ្លៀងធ្លាក់អញ្ចឹងបងប្អូនហត់ក្តៅគឺថាបើសុខភាពហើយល្អមែនតើកាត់បន្ថយការរ៉ាប់ដាសាយបានយ៉ាងល្អទៀតផងហើយចំពោះគ្រឿងផ្សំគឺថាងាយទេហើយវិធីធ្វើនោះក៏ងាយស្រួលផងដែរសម្រាប់មុខម្ហូបថ្ងៃនេះគឺស្ងោរឆ្អឹងជ្រូកជាមួយនឹងមើមឈូកបងប្អូននេះខ្ញុំមានឆ្អឹងជ្រូកនេះគឺយើងស្រុះវាជាមួយនឹងអំបិលលាងស្អាតចឹងទៅហើយមានពោតលឿងចំនួន1ផ្លែជាមួយនឹងផ្សិតក្រៀមចឹងបងប្អូនមានពត្រាក្រហមហើយអ្វីដែលពិសេសជាតួឯករបស់យើងហ្នឹងគឺមើមឈូកនឹងឯងមើមឈូកស្រស់បងប្អូនហើយចំពោះគ្រឿងទេសបន្ថែមទៀតដែលធ្វើឲ្យរសជាតិឆ្ងាញ់ហ្នឹងគឺមានគល់ជីវ៉ាន់ស៊ុយម្រេចគ្រាប់ខ្ញីជាមួយនឹងគល់ខ្ទឹមដាក់ក្នុងកត្រាំងបែបនេះទេបងប្អូនដើម្បីកុំឲ្យវាបែកនៅក្នុងទឹកស៊ុបយើងណាហើយបងប្អូនចង់ញ៉ាំយ៉ាអ៊ូដែលមានរសជាតិឆ្ងាញ់ហើយស្រស់ៗថ្មីៗរាល់ថ្ងៃកុំភ្លេចនៅក្នុងเพจរបស់យើងក៏មានលក់ផងដែរគឺមកប្រអប់តែ2005ទេឥឡូវនេះយើងចូលមកដល់មុខម្ហូបយើងវិញណាបងប្អូនអរគ្នាក្រោយពេលដែលនាងខ្ញុំរៀបចំគ្រឿងផ្សំរួចហើយគឺរៀបដាក់នៅក្នុងឆ្នាំងដីចឹងមកបងប្អូនដាក់គ្រឿងទេសចូលទាំងអស់តែម្ដងដាក់ឆ្អឹងជ្រូកបងប្អូនដាក់ជាឆ្អឹងជំនីក៏បានជាឆ្អឹងខ្មងចឹងក៏បានដែរបងប្អូនអរគ្នាបន្ទាប់មកយើងដាក់គ្រឿងផ្សំចូលទាំងអស់មានបន្លែរបស់យើងអីហ្នឹងមកហើយបងប្អូនចាក់ទឹកក្តៅចូលដាំឲ្យពុះហើយចាក់ចូលចាំយកទៅរងាស់ចំពោះការរងាស់ហ្នឹងបងប្អូនប្រើភ្លើងកម្រិតមធ្យមអញ្ចឹងទៅរងាស់ហឹមល្មមអញ្ចឹងណាបងប្អូនហើយចំពោះគ្រឿងផ្សំរសជាតិគឺមានប្រហែលមុខដែរតែប្រើតិចមែនតើបងប្អូននឹងខ្ញុំមិនបានថតអស់ទេប៉ុន្តែអាចប្រាប់បងប្អូនបានខ្ញុំប្រើទឹកចំនួន2លីត្របងប្អូនសម្រាប់រងាស់ឆ្អឹងជ្រូកហើយនឹងជាមួយនឹងមើមឈូកយើងហ្នឹងហើយចំពោះគ្រឿងទេសយើងដាក់អំបិល1ស្លាបព្រាកាហ្វេមកបងប្អូននឹងខ្ញុំប្រើអំបិលផ្កាឈូកអញ្ចឹងណាហើយដាក់ទឹកត្រី2ស្លាបព្រាបាយម្សៅស៊ុប1ស្លាបព្រាកាហ្វេស្ករសឬក៏ស្ករថ្មយើងហ្នឹង1ស្លាបព្រាកាហ្វេដូចគ្នាបងប្អូនងាស់វាតិចល្មមអញ្ចឹងទៅហឹមរហូតប្រហែលជារយៈពេល1ម៉ោងទៅ1ម៉ោងកន្លះអីហ្នឹងគឺថាផុយហើយមានរសជាតិឆ្ងាញ់មែនតើហើយចំពោះរសជាតិផ្អែមប្រៃយ៉ាងណាបងប្អូនអាចថែមថយតាមចំណូលចិត្តរបស់បងប្អូនបានណាឥឡូវនេះគឺថាមុខម្ហូបរបស់នាងខ្ញុំឆ្អិនហើយតាកុំភ្លេចសាកល្បងធ្វើញ៉ាំទាំងអស់គ្នាណាស៊ុបបែបសុខភាពងាយបងប្អូនហើយកុំភ្លេចបើសិនជាចង់បានយ៉ាអ៊ូមានរសជាតិឈ្ងុយឆ្ងាញ់ចូលកំងក្នុងពេកអូនបានណាអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតណា